ទិន្នន័យខ PCE នឹងចេញផ្សាយនៅយប់ថ្ងៃទី25ខែមិថុនាឆ្នាំ2026នៅវេលាម៉ោង 7:30 នាទីយប់នេះខ PCE មានន័យថា Personal Consumption Expenditure វាគឺជាការវាស់វែងទៅលើការប្រែប្រួលសន្ទុះនៃការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកដោយមិនរាប់បញ្ចូលអាហារនិងថាមពលហើយព័ត៌មាននេះនឹងជះឥទ្ធិពលទៅលើប្រាក់ដុល្លារតម្លៃហាងឆេងមាសនិងទីផ្សារពីហ៊ុនផងដែរពីព្រោះទិន្នន័យនេះបានបង្ហាញអំពីអតិផរណារបស់សហរដ្ឋអាមេរិកដោយនេះប្រសិនបើទិន្នន័យជាក់ស្ដែងចេញមកធំជាងការរំពឹងទុកនោះនឹងធ្វើឲ្យប្រាក់ឡាខ្សោយនិងធ្វើឲ្យទិសដៅមាសមានការកើនឡើងទៅលើបន្ថែមផ្ទុយមកវិញប្រសិនបើទិន្នន័យជាក់ស្ដែងចេញមកតូចជាងការរំពឹងទុកនឹងធ្វើឲ្យប្រាក់ឡាខ្លាំងនិងធ្វើឲ្យទិសដៅមាសមានការធ្លាក់ចុះបន្តទៀតព័ត៌មាននេះពិតជាសំខាន់សម្រាប់អ្នកវិនិយោគទៅលើតម្លៃហាងឆេងមាសពីព្រោះវាអាចបង្កឲ្យទីផ្សារមានការប្រែប្រួលខ្លាំងភ្លាមបន្ទាប់ពីទិន្នន័យជាក់ស្ដែងបានបង្ហាញ